ថ្ងៃនេះខ្ញុំឃើញបង្គាស្រស់ល្អហើយនៅក្នុងទូទឹកកកនៅមានខាត់ណាជាមួយនឹងការ៉ុតអញ្ចឹងនឹកឃើញចង់ឆាមីជាមួយនឹងបង្គាបើនិយាយទៅមីឆាបង្គានេះគឺខ្ញុំខានញ៉ាំយូរដែរហើយអញ្ចឹងថ្ងៃនេះគឺចង់ធ្វើញ៉ាំម្ដងហើយចំពោះគ្រឿងផ្សំមីឆារបស់យើងខ្ញុំមានដូចជាខាត់ណាការ៉ុតមីកញ្ចប់បង្គាហើយនិងខ្ទឹមសសម្រាប់វិធីធ្វើដំបូងគឺខ្ញុំឆាខ្ទឹមឲ្យឈ្ងុយសិនបន្តមកទៀតគឺខ្ញុំដាក់ការ៉ុតចូលហើយផ្សំជាមួយនឹងគ្រឿងផ្សំយើងមានដូចជាស្ករអំបិលប៊ីចេងប្រេងខ្យងបន្តមកទៀតគឺខ្ញុំដាក់ខាត់ណាចូលហើយចំពោះបន្លែរបស់យើងហ្នឹងគឺខ្ញុំបានស្រុះវាហើយម្ដងហើយបងប្អូនបន្ទាប់ពីឆាបន្លែយើងរួចរាល់ហើយទើបខ្ញុំបន្ថែមជាមួយនឹងទឹកប៉េងប៉ោះហើយបន្ទាប់ទៀតគឺខ្ញុំចាក់ទឹកចូលបន្ទាប់មកទៀតខ្ញុំទុកឲ្យពុះបន្តិចទើបខ្ញុំចាក់បង្គាចូលហើយឆាពី3ត្រឡប់រួចមកទៀតទើបខ្ញុំដាក់មីយើងចូលចំពោះបង្គាគឺយើងអត់ឆាទុកយូរពេកទេបងប្អូនបើសិនជាយើងឆាយូរពេកធ្វើឲ្យបង្គាហ្នឹងគឺឡើងរឹងហើយរសជាតិក៏អត់សូវឆ្ងាញ់ដែរបន្ទាប់ពីយើងឆាមីចូលគ្នា3-4ត្រឡប់ហើយឥឡូវនេះគឺមីយើងរួចរាល់ហើយបងប្អូនតោះអញ្ជើញពិសាទាំងអស់គ្នាសូមអរគុណបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត